បាទសួស្តីបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃហ្នឹងដែរគឺខ្ញុំមកធ្វើប្លុកទៅដើរលេងនៅកំពង់សោមអ្នកនរគ្នាបាទប្លុកនេះគឺខ្ញុំទៅយូរដែរតែខ្ញុំទៅបានកាត់វីដេអូផុសចឹងអ្នកនរគ្នាបាទនេះគឺជាដំណើរកំសាន្តដែលខ្ញុំទៅជាលក្ខណៈក្រុមហ៊ុនអ្នកនរគ្នាបាទលក្ខណៈតាមទ្រីបទេហើយយើងធ្វើដំណើរកាត់តាមផ្លូវលបឿនលឿនបាទហើយនេះគឺជាលើកទី1ដែរបាទដែលខ្ញុំបានធ្វើដំណើរតាមផ្លូវលបឿនលឿនតាំងពីផ្លូវលបឿនលឿនគេធ្វើឲ្យមកអ្នកនរគ្នាបាទអារម្មណ៍ពេលហ្នឹងគឺពិតជារំភើបមែនតើអ្នកនរគ្នាបាទឃើញផ្លូវហ្នឹងឯសារសុខខ្មែរយើងតែមានលើកដំបូងអញ្ចឹងអ្នកនរគ្នាបាទនេះហាពេលប្រាប់ខ្ញុំឯសារនៅផ្លូវលបឿនលឿនហ្នឹងអត់មានកន្លែងគេឈប់លក់បាយលក់អីទេអ្នកនរគ្នាបាទអញ្ចឹងយើងឈប់នៅកន្លះសាំងយើងញ៉ាំអីនៅលើហ្នឹងអញ្ចឹងហើយខាងធួគេមានរៀបចំមកហើយយើងដែរអញ្ចឹងពេលបានគឺយើងយកតាមខ្លួនឯងគ្នាបាទចឹងដោយសារគេប្រាប់ហើយដែរអញ្ចឹងយើងបានត្រៀមអាហារទុកដែរអញ្ចឹងគេទិញពីយប់ម្សិលមិញហើយអញ្ចឹងដោយសារខាងធ្វើគឺមានអីទេគេមានថាបាយអញ្ចឹងគេបាយមកអបអញ្ចឹងណាគ្នាបាទឥឡូវយើងធ្វើដំណើរនៅលើផ្លូវលបឿនលឿនអ្នកគ្នាបាទគឺថាទេសភាពស្អាតមែនទែនអ្នកគ្នាបាទនេះជាបទពិសោធន៍ទី1របស់ខ្ញុំបាទហើយយើងធ្វើដំណើរប្រហែលជា2ម៉ោងគឺយើងបានមកដល់ក្រុងកសែននោះអ្នកនរគ្នាដោយសារយើងជិះឡានក្រុងក៏វាអត់សូវលឿនដែរគ្រាន់ថាវាអត់ស្ទះផ្លូវអញ្ចឹងអ្នកនរគ្នាបាទហើយបន្ទាប់មកបាទគឺយើងបានមកដល់កន្លែងនេះក៏គេទៅធ្វើដែរអ្នកនរគ្នាគឺគេល្បីមែនទេបាទថងស្បៃអ្នកនរគ្នាបាទហើយនេះគឺយើងជិះកាត់ឆ្នេរអូឈើទាជិះកាត់ដើមឈើចាំស្នែអញ្ចឹងតែយើងមិនបានចោះទេខាងក្រុមការងារខាងអីគេចោះថតអញ្ចឹងណាអ្នកនរគ្នាបាទតែយើងក៏ខ្ជិលចោះដោយសារតែយើងខ្ជិលចោះឡើងអញ្ចឹងអ្នកនរគ្នាណាហើយនេះតាមផ្លូវអ្នកនរគ្នាបាទស្អាតមែនតើអ្នកនរគ្នាវាមានវាស្មៅមានមាត់សមុទ្រមានអីចឹងគឺ fresh មែនតើហើយជាពិសេសដើមស្រល់ខ្ញុំកាលទៅលេងកំពង់សោមពីមុនក៏នៅទូចហ្នឹងគឺដើមស្រល់កន្លែងឆ្នេរហ្នឹងគឺស្អាតមែនតើអ្នកនរគ្នាបាទហើយឥឡូវក៏នៅស្អាតដែរឥឡូវនេះស្អាតគេធ្វើហើយចឹងស្អាតទៅស្អាតជាងមុនទៀតចឹងណាអ្នកនរគ្នាបាទឥឡូវយើងទៅមើលទៅអ្នកនរគ្នាបាទយើងដាក់ទៅនឹងស៊ីនតែម្ដងបាទBọn anh ơi, hôm nay làបន្ទាប់ពីញ៉ាំអាហារថ្មីត្រង់ហើយយើងក៏បានដើរលេងតាមមាត់ឆ្នេរតាមអីនៅកន្លែងដែលយើងញ៉ាំអាហារហ្នឹងហើយបន្ទាប់មកយើងបានទៅ check in នៅអូតែអ្នកនរគ្នាបាននេះគឺអូតែដែលខ្ញុំបានស្នាក់នៅហ្នឹងគឺមានឈ្មោះថា Blue Beach អ្នកនរគ្នាបាទហើយអាគារហ្នឹងគឺស្អាតមែនទែនអ្នកនរគ្នាបាទហើយវាខ្ពស់ស្រឡះហើយយើងមើលឃើញទិដ្ឋភាពឆ្នេរសមុទ្រអញ្ចឹងអ្នកនរគ្នានេះទិដ្ឋភាពនៅក្នុងក្រុងកំពង់សោមអ្នកនរគ្នាថាជាវាច្រើនមែនទែនបាទគឺចង់ច្រើនជាងភ្នំពេញហ្នឹងអ្នកនរគ្នាបាទវារសារទីក្រុងទៅអង្គរថ្មីអញ្ចឹងអ្នកនរគ្នាបាទនេះថាជានេះគេមានអាងទឹកដែរអ្នកនរគ្នាហើយនេះគឺកន្លែងអាងទឹកនេះគឺយើងជួបលៀងនៅកន្លែងនេះតែម្ដងពេលល្ងាចហ្នឹងអ្នកនរគ្នាបាទ
ចេះចប់អត់ចេះហើយអត់ចេះចប់ទេអត់មានអ្នកណាដែលកើតមកឲ្យគ្រប់10ទេអត់ចេះចប់អត់ចេះហើយអត់ចេះចប់ទេអត់តន់មានអត់តន់បានអត់ឲ្យចប់ទេរឿងមិនចប់ក៏មិនចិត្តបិទមិនជាប់ក៏មិនត្រូវទៅសាលាដេកតែដីហេតុអីមិនមើលសភៅប្រាកំពុងវាមិនទៅផាកលើវាមិនមកសាច់ឯងវាមិនជឿមិនបានទៅជឿហោនៅពីតូចខូចពេកម៉ែដេកមិនចង់ឥឡូវអត់ទៅបាន